ស្ដីបតបាទថ្ងៃនេះបានលេងទូកទេមកណាបាទអញ្ចឹងយើងមកលេងនេះគេវិញនៅសាលាមកលេងកន្លែងតោងកន្លែងអីស្គីកន្លែងសាលារៀនម្ដងមែនអត់បាទអានេះសាលាខ្ញុំអញ្ចឹងរៀបរាប់ប្រាប់គេមកខ្លួនឯងរៀនថ្នាក់ទីម៉ានថ្នាក់ទី1ដំបងរៀបរាប់ឈ្មោះសិនជំរាបសួរខ្ញុំឈ្មោះអីបាទឈ្មោះជំរាបសួរសិនជំរាបសួរឈ្មោះវគ្គបុតជំរាបសួរបាទខ្ញុំបាទឈ្មោះវិរៈបុតជំរាបសួរបាទខ្ញុំឈ្មោះវគ្គបុតរៀនថ្នាក់ទី1រៀនថ្នាក់ទី1មានអាយុ7ហើយក៏ហូបថ្មិញទៀតតោះឥឡូវកុំខាត់ពេលយូររីករាយទស្សនាជាមួយនឹងវិរៈបុតលេងឲ្យគេខ្លះទី1ជីតងសិនអីឬមិនអត់ជីតងអូខេតើបងប្អូនអញ្ចឹងជាមួយវិរៈបុតថ្ងៃបានលេងទូកបានសាកកម្លាំងទូកអីទេដោយសារទូកអត់បានធ្វើអញ្ចឹងសូមបងប្អូនពុកម៉ែទស្សនាជាមួយនឹងវិរៈបុតលេងជីតងសិនទៅងៀកងត់បាទតងនេះចង់ជីឈោក៏បានចង់ជីអង្គុយក៏បានមែនទេខ្ញុំចង់ជីចេជីអញ្ចឹងអត់វាទំមុខចេជីកោបាទបងប្អូនណានៅតូចដែលធ្លាប់បាននៅសាលារៀនបានជីតងចេះកាលសម័យខ្ញុំអីអត់មានតងឬអាសារ៉ូតអីចេះជីទេអត់ដូចចេះទេមានចេះបាទសាសាឡាបាទនៅនេះមានសាសាឡានេះសាសាឡាបងសាសាឡារៀនចេញពីរៀនគឺលេងសារ៉ូតលេងតងអញ្ចឹងឯងអញ្ចឹងនេះបាទលេងតងដោយការទទួលខុសត្រូវឥឡូវនេះវិរៈបុតបានយល់តងហើយបាទគឺយកខ្លួនឯងតែម្ដងបាទមិនបាច់ចាំឲ្យណាយកទេគឺយកមកងីងត់ចឹងតែម្ដងបងប្អូនណានៅក្នុងសាលារៀនទីក្រុងខេត្តនេះបាត់ដំបងផងដែរមើលនិយាយប្រាប់គេតិចមើលឬបត់សបាយអីយ៉ាងណាអីយ៉ាងណីខ្លះតោះឥឡូវយើងទៅជីអានោះបងតោះឥឡូវជីតងកន្លែងលេងនេះច្រើនបងនៅក្នុងសាលារៀនយើងនេះមានដើមឈើមកលុបត្រឆុយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយធម្មជាតិពិតតែម្ដងអញ្ចឹងគាត់ទៅយូរទៅរៀបបាត់អូមានកម្មចដាទៀតយ៉ាយើងឡើងទឹកដោះបៃជើងឬមិនហាយើងមុនឡើងទៅមិននេះដោះបៃជើងអូគេដោះបៃជើងចេះទៀតអូឡើងលើដល់អញ្ចឹងឡើងលើសរោតចុះក្រោមនេះវិញសរោតមិននេះចាស់យើងត្រៀមធ្វើទុកទៀតហើយអូទុកសិនណានឹងទុកម្លាយសិនបាទនេះរបៀបគេសរោតចាំមើលគេរាប់1 2 3តិចមក1 2 3តិចខ្វៃយ៉ាដល់ក្រោមហើយអញ្ចឹងដល់ហើយទៅមួយទៀតមែនអត់អូបងប្អូននេះគេសរោតម្ដងហើយម្ដងទៀតវាមាន2បងប្អូនដូចភ្លុះអញ្ចឹងមាន2អញ្ចឹងទៅបើមានគ្នាច្រើនអាចសរោតលេងជាមួយគ្នាបានតែឧបករណ៍មានច្រើនមកឧបករណ៍វាមាន2អញ្ចឹងបងឧបករណ៍មាន2ហើយតោងនេះមាន3អញ្ចឹងសិស្សសានុសិស្សក្មេងៗអាចមកលេងគេថាលេង4 10 20នេះមកសាលារៀនហ្នឹងក៏លេងបានលេងគ្រប់គ្រាន់ដែរបងប្អូនណាអានេះឧទាហរណ៍ទូកខ្ញុំបាទលេងនេះហើយគេថាมันភ្លេចតែរឿងទូកត្រៀមតោះអានេះឧទាហរណ៍ទូកមិនអានេះបន្ទុកខ្ញុំធ្វើខ្ញុំចង់ឲ្យទុកខ្ញុំធ្វើលឿនប៉ុណ្ណេះ1 2 3យោអញ្ចឹងមកសរោតមក1 2 3ចឹកមួយមកចេញថោមួយមកខ្វៃបាទលើបាទកូនសិស្សអីបានចេញរៀនមកលេងមកអីនេះសិស្សសាលានោះសិស្សក្មេងៗថ្នាក់ទី1ទី2បាទឡើងមកទៀតហើយបងប្អូននៅក្នុងសាលារៀនបាទស្លាប់សំសិក្សារត់សាបងមានដើមឈើនេះលុបត្រឆុយបងប្អូនអើយដើមឈើនេះជាសម្បត្តិធម្មជាតិរបស់ខ្មែរទាំងអស់នេះបងប្អូនមើលទៅសភាពទាំងស្រុងនៅជុំវិញនៃសាលារៀនបឋមសិក្សានេះទៅណាគឺបើថាក្រាលឲ្យគ្រោះអញ្ចឹងបាទគេថាលុបត្រឆុយមែនទេនេះដើមត្រីក្រែមអញ្ចឹងណាចឹងទស្សនាបន្តទៀតបតឥឡូវជិះទៅដល់ណាទៀតឥឡូវនេះមានជិះតោងជាអីនេះសិស្សមកចេញពីរៀនមកជិះតោងលេងសប្បាយកំសាន្តរបស់កូនសិស្សអីហ្នឹងទៅកាលនៅក្មេងខ្ញុំនៅក្មេងខ្ញុំមិនដែរបានលេងទេដោយសារគេអត់ទាន់មានធ្វើអញ្ចឹងតែសម័យនេះគេជឿនលឿនអញ្ចឹង
បានសបោរបស់កូនក្មេងលេងអញ្ចឹងទៅតោះរៀបបត់ទៀត1 2 3សាលារៀននេះស្អាតមែនទែនបងប្អូនមានតាមផ្លូវក្រាលដោយបេតុងណាក្រាលដោយបេតុងមានរូបសិស្សសាលាកាន់ដៃគ្នានៅមុខមុខផ្លូវចូលសាលារៀនអញ្ចឹងទៅស្អាតមែនទែនបងស្រីចិត្តឆៃអរគុណមកម៉ែបងប្អូនបាទថ្ងៃនេះបានលេងទូកអីទេរបត់គិថាមកលេងនេះជាមួយមិត្តភក្តិគេជីតងជីស្គីអីចឹងហ្នឹងបាទជួយ subscribe channel YouTube ខ្ញុំម្នាក់មួយនឹងបានវីដេអូថ្មីផ្លែទស្សនាបន្តទៀតអរគុណបាយបាយឬក៏បាយបាយ បាទចាំជួបគ្នានៅវីដេអូក្រោយបាយបាយ